ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទត្រឡប់មកជួបខ្ញុំបានសារជាថ្មីថ្ងៃនេះក៏ដូចជាវីដេអូមុនដែរខ្ញុំមើលពីផលដំណាំរបស់ខ្ញុំដែលខ្ញុំខំដាំនៅក្រោយទៅខ្ញុំនេះគឺជាដាក់ទៅតបែកនៅតែខ្ញុំវាមាន2ដើមវាមានពួកអត្តបែកគីឡូ1ហើយមួយទៀតពួកអត្តបែកក្របសតែហ្នឹងគេហៅតបែកសួយនេះតបែកសួយបងប្អូននេះដើមអាហ្នឹងផ្លែហ្នឹងខ្ញុំបេះពីនេះមកផ្លែហ្នឹងខ្ញុំបេះពីដើមហ្នឹងមកហើយចំពោះអត្ថប្រយោជន៍ផ្លែនេះវិញដើមនេះវិញគឺវាមិនជានេះខ្លាំងទេប៉ុន្តែតបែកហ្នឹងវាស្រួយហើយវាផ្អែមវាស្រួយមិនមែនស្រួយសាបទេណាស្រួយផ្អែមហើយវាស្រួយញ៉ាំហើយមួយដើមនោះនេះបងប្អូនមួយដើមហ្នឹងតបែកគីឡូតែអាហ្នឹងផ្លែទុយឯងផ្លែទុយវាផ្លែទុយតាហ្នឹងសាច់វាខាងក្នុងវាពណ៌នេះពណ៌យ៉ាងឈុកអាហ្នឹងអញ្ចឹងបងប្អូនខ្ញុំនិយាយតាក់ទងនឹងរឿងធ្វើ content creator ដូចជា YouTuber ទាំងអស់នៅពេលដែលបងប្អូនព្យាយាមថាចាប់ដើមពីចំណុចណាបងប្អូនត្រូវធ្វើវាទោះជាវីដេអូយើងវាមានតែ10 view 20 view 30 view ឬក៏50 60 view ក៏ដែរអានេះយើងនិយាយថាយើងតក់ពីតិចទៅសិនចឹងណាយើងកុំមែនថាយើងផុសភ្លាមដើម្បីគឺចង់បានមាន view ចង់មានភ្លាមចឹងណាចង់បានview k ភ្លាមចឹងណាបងប្អូនវាមិនអាចទេនៅវាដោយវីដេអូយើងដែរទេវីដេអូយើង perfect យើងចេះប្រើ intro យើងចេះទៅសេ caption ធ្វើមិនឲ្យតាក់ទាញធ្វើ thumbnail យើងបពេញ take បពេញនេះវាឲ្យធ្វើត្រូវ license វាធ្វើត្រូវអាហ្នឹងមានវីដេអូខ្លះវីដេអូយើងល្អគឺវាផ្ទុះវាមិនផ្ទុះខ្លាំងប្រហែលទេអាហ្នឹងយើងដំបូងក៏វាមិនផ្ទុះខ្លាំងប៉ុន្មានប៉ុន្តែទាមទារឲ្យបងប្អូនទាំងអស់គ្នាគឺធ្វើវីដេអូ content original របស់គឺជារបស់ខ្លួនឯងធ្វើឲ្យជារបស់ខ្លួនឯងបាទបងប្អូនគឺដាច់ខាតខ្ញុំអត់ recommend ទេដាច់ខាតគឺបងប្អូនកុំចម្លងវីដេអូពីអ្នកដទៃអសោះព្រោះអីហេតុអីក៏ខ្ញុំនិយាយអញ្ចឹងទី1បញ្ហាប្រឈមទី1ពេលដែលបងប្អូនយកវីដេអូគេមកខ្ញុំទទួលស្គាល់បងប្អូន download មកហើយធ្វើឲ្យឃើញនឹងលយប៉ុន្តែនៅពេលដែលបងប្អូន upload ចូលទៅវាអត់តមានបញ្ហាទេប៉ុន្តែនៅពេលដែលឧទាហរណ៍ថា page ឬក៏ YouTube អ្នកទាំងអស់គ្នាមាន subscribe គ្រប់មានម៉ោងគ្រប់គោលការណ៍គេអស់នៅពេលដែលស្នើទៅគឺវាចាប់ផ្ដើមហើយវាចាប់ផ្ដើមសើមើលវីដេអូយើងតើវីដេអូយើង original ឬក៏វីដេអូយើង copy ពីគេបាទពេលផលនោះវាអត់តន់ចុះ copyright ទេតែពេលស្នើសុំមកបងប្អូនអញ្ចឹងខ្ញុំសូមពរមែនតើបងប្អូនកុំអសោះអញ្ចឹងព្យាយាមធ្វើវីដេអូនេះបាទនៅផ្ទះថតតិចតួចបាទ short long ផុសពី Facebook YouTube TikTok អីនឹងសិតតប្រព័ន្ធ social media ដែលអាចរកលុយបានដូចគ្នាអញ្ចឹងវីដេអូថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយវីដេអូក្រោយខ្ញុំនឹង review ប្រាប់ទៀតហើយខ្ញុំនឹងអាចទៅរៀនបងប្អូនទាំងអស់គ្នាពីរបៀបបង្កើត channel YouTube ក៏ដូចជាការរៀបចំ YouTube ធ្វើម៉េចឲ្យល្អធ្វើម៉េចឲ្យ YouTube គេទទួលស្គាល់ YouTube របស់យើងថាគឺជា content original អរគុណច្រើន